ស្ដីមកបងទាំងអស់គ្នានេះចេញប្រកងអូស្ត្រាលីមកបងទៀតឯងកូនប្រកងនៅខាងកំពង់ត្រាញអញ្ចឹងគាត់កំងបងប្អូនខ្ញុំចាប់តែធ្វើមើលតង់ក្បាល2បដ 3 ឯងបងប្អូនកូច្រើនណាខ្លាចអីចិញ្ចឹមបើចិញ្ចឹមបានផលចំណឹងនឹងឲ្យសិតតែប្រកងធម្មជាតិទៀតអត់ប៉ះពាល់សុខភាពហើយចិញ្ចឹមបានហូបប្រចាំថ្ងៃទៀតបងប្អូនខ្ញុំចាប់អត់ទាន់ខ្លាទឹកឯងហើយចាប់មិញហ្នឹងគឺស្រង់តាមពងហើយនឹងអត់ទេហើយច្រើននៅក្នុងនេះយើងចាប់តែប៉ុណ្ណឹងតែនៅច្រើនចឹងហ្នឹងទៀតអញ្ចឹងប្រកងអូស្ត្រាលីបងប្អូនទាំងអស់គ្នាចាំបានផលច្រើនប្រកងមួយមិនមែនកូនមួយបងប្អូនប្រកងមួយកូនវាមិនក្រោមបើមេកំមុំណា30 ត40ដែរនឹងមេកំមុំចឹងចាំអត់ខាតទេហើយខ្ញុំចាំបែបធម្មជាតិបងប្អូនមើលនេះដាក់ដីដាក់រុក្ខជាតិដាក់អញ្ចឹងទៅយកទឹកហ្នឹងដាក់ទឹកដងឆ្នាប់ទៀតមិនដងប្រហែលណាដោយសារអត់ទឹកយើងពិបាកតែដបងឯងបន្ទាប់មកយើងនៅតែបញ្ចូលទឹកតិចអញ្ចឹងយើងអត់ទឹកដងព្រោះយើងប្រើដងឆ្នាប់យើងលំបាកតែដបងឯងដបងឡើយយើងត្រូវធ្វើទឹកវាពី3ថ្ងៃដាំរុក្ខជាតិដាំអីហើយមិនយើងដាក់ចាំប្រកងបានណាក្រោយមកយើងនៅតែថែមទឹកទេគឺអត់ហត់ហ្មងស្រួលជាងអីទៀតចាំប្រកងអូស្ត្រាលីទៅនិយាយមែនសម្រាប់ខ្ញុំដែលខ្ញុំតស៊ូចិញ្ចឹមបងប្អូនទាំងអស់គ្នាមើលតែមុនខ្ញុំចិញ្ចឹមនៅកន្លែងខ្ញុំបើខ្ញុំធំចឹងហ្នឹងតែឥឡូវខ្ញុំយកមកដាក់នៅចិត្តខ្លួនដើម្បីបង្កើតបានពូជច្រើនយកទៅដាក់នៅផ្ទះអញ្ចឹងណាអញ្ចឹងប្រកងរបស់យើងនេះនៅតែបានផលបងប្អូនទាំងអស់គ្នាហើយកន្លែងនេះគឺជាកន្លែងដែលខ្ញុំបង្កាត់កូនណាកន្លែងនេះគឺកន្លែងកូនប្រកងបងប្អូនទាំងអស់គ្នាអញ្ចឹងយើងដាក់នៅកន្ត្រកអញ្ចឹងទៅទុកចោលអញ្ចឹងហើយយើងមានស្បៃមានអីអញ្ចឹងណាបងប្អូនយើងអត់មានប្រើអុកស៊ីហ្សែនប្រើអីទេអស់តែខ្លាយចំណីអញ្ចឹងបើយើងអត់ចង់ឲ្យស៊ីចំណីធម្មជាតិក៏បានប៉ុន្តែវាផលវាយើងចំណីសម្រាប់របស់យើងអញ្ចឹងណាហើយចំណីសម្រាប់ឥឡូវយើងមានជារបស់ខ្មែរទៀតអញ្ចឹងវាកាន់តែងាយស្រួលព្រោះខ្មែរយើងផលិតបានអីចឹងណានេះកន្លែងបង្កាត់មេបាពូជរបស់ខ្ញុំបងប្អូនអស់គ្នាដាក់រុក្ខជាតិអញ្ចឹងទៅចិញ្ចឹមឲ្យស៊ីស្រួលណាប្រកងនេះវាអត់ពិបាកចិញ្ចឹមទេហើយមិនងាយមានជំងឺអីណាមិនដូចមន់ទានិយាយមែនបើសិនយើងចិញ្ចឹមមន់ទាចិញ្ចឹមទៅប៉ុន្តែយើងអាចអែតថែមអញ្ចឹងសម្រាប់ចំហូបប្រចាំគ្រួសារបានណាបងប្អូនចង់ដាក់តក់ណាអានេះក្បាល2បដ 4 តង់មួយនោះបកខ្ចង់ទេនេះបកអញ្ចឹងបងប្អូនមានតែ2តង់ឬក៏1តង់ដាក់នៅជាប់ផ្ទះហ្នឹងក៏បើយើងចាំបើចាំបើយើងចាំលក្ខណៈគ្រួសារចង់តែ1តង់ហ្នឹងមិនចាំចាប់បំបាយទេបើចាំដាក់មេផ្សេងកូនផ្សេងទេណាតែបើសិនជាយើងចង់ចាំបានផលច្រើនយើងបាយទៅវាបានផលច្រើនពេលតែកូនសក់ទៅមេវាអត់ស៊ីអីចឹងណាហើយងាយស្រួលខ្ញុំភាគច្រើនខ្ញុំបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នារបៀបចិញ្ចឹមបកងទាំងខ្ចង់គឺងាយអត់សូវឲ្យពិបាកសាំញ៉ាំសម្រាប់អ្នកថ្មីដែលគាត់អត់សូវជាបច្ចេកទេសអញ្ចឹងស្មុគស្មាញបើសិនជាយើងបង្ហាញបច្ចេកទេសទៅគាត់ច្រើនពេកគាត់អត់យល់ហើយដំណាក់កាលដំបូងអីចឹងណាអានេះលក្ខណៈចិញ្ចឹម free នៅផ្ទះតែបានផលមែនតើតែបើបងប្អូនចង់បានលក្ខណៈការប្រឹក្សាយោបល់បច្ចេកទេសខ្លាំងអូខេខ្ញុំ support បានបងប្អូនអាចសួរបានអញ្ចឹងណាប៉ុន្តែសម្រាប់បងប្អូនដែលគាត់ចិញ្ចឹមដំណាក់កាលដំបូងគឺភាគច្រើនខ្ញុំឲ្យគាត់ចិញ្ចឹមបែបងាយស្រួលកុំឲ្យគាត់ស្មុគស្មាញហើយលំបាកហើយគាត់ថាអត់ហ៊ានចិញ្ចឹមអត់សាចិញ្ចឹមអត់បានអញ្ចឹងតាមពិតមិនពិបាកទេសម្រាប់ខ្ញុំគឺខ្ញុំចិញ្ចឹមផងខ្ញុំធ្វើការផងអញ្ចឹងស្រួលណាស់នៅផ្ទះអញ្ចឹងយើងអាចរកលុយបានពីចំណូលប្រចាំថ្ងៃរបស់យើងលើការចិញ្ចឹមប្រកងបែបធម្មជាតិនៅផ្ទះអញ្ចឹងហើយយើងអាចមានប្រាក់ខែពីអីរបស់យើងថែមទៀតអញ្ចឹងណាអញ្ចឹងងាយស្រួលសម្រាប់បងប្អូនដែលគាត់មានដីនៅក្រោយផ្ទះចិត្តផ្ទះអីដូចខ្ញុំអញ្ចឹងចេះអេតទៅបងប្អូនខ្ញុំមិនត្រូវមានតែប្រកងទេបងប្អូនមានទាំងខ្យងបើបងប្អូនត្រូវការគឺយើងមានប្រៀបទៀតប៉ុន្តែដោយសារយើងកំពុងតែរៀបចំអញ្ចឹងខ្ញុំអត់ដែលផុសទេប្រៀបព្រោះអីខ្ញុំយកចិត្តទុកដាក់ខ្លាំងទៅលើខ្យងហើយនឹងប្រកងអីអញ្ចឹងណាព្រោះនេះជាចំណីដែលយើងអាចរកលុយចូលបន្ថែមហើយងាយលក្ខណៈសັບទឹកអីចឹងណាអត់តាមស្រងចាញ់ខ្យងអស់ចំណីអត់តាមដាក់ឲ្យស៊ីទេនេះមកទឹកយើងដូរទឹកឲ្យទៅសម្រាប់ប្រកងយើងបញ្ចូលទឹកញឹកអញ្ចឹងអរគុណច្រើនសម្រាប់ពុកម៉ែបងប្អូនដែលគាត់កំងណាហើយខាងខ្ញុំនៅតែមានគាត់ពងជូនមេពូជដែលល្អសម្រាប់បងប្អូនយកទៅចិញ្ចឹមដំណាក់កាលដំបូងគឺបែបធម្មជាតិបងប្អូនអត់ពិបាកក្នុងការចិញ្ចឹមហើយមិនខ្លាចថាងាប់ពេកព្រោះខ្ញុំចិញ្ចឹមឲ្យបងប្អូនឃើញគឺធម្មជាតិអត់ប្រើអុកស៊ីហ្សែនអញ្ចឹងវាធន់អរគុណច្រើនជម្រាបលាបងប្អូនចង់កំងបានណាខ្ញុំដាក់លេខទូរស័ព្ទនៅលើហ្នឹង